ការគ្រាមួយព្រះមហាក្សត្រនគរឈូបានរៀបចំពិធីជប់លៀងដើម្បីទទួលយានជីដែលជាទូតមកពីនគរឈីព្រះអង្គទ្រង់បានរៀបចំផែនការមួយដើម្បីបំផាក់មុខយានជីពេលម្ចាស់ស្រុកចាក់ស្រាអភិបាលបាន3ជុំស្រាប់តែមានអាមាត្យចាប់អ្នកទោសម្នាក់បណ្ដាលកាត់ក្បែរពិធីជប់លៀងនោះស្ដេចនគរឈូក៏ធ្វើជាចំណែកក្នុងប្រតិយហើយត្រាស់សួរថាតើគេជានរណាទៅអាមាត្យក៏ឆ្លើយថាគេជាអ្នកស្រុកនគរឈីមានកំហុសពីបទលួចទ្រព្យសម្បត្តិក្រាបទូលព្រះចៅនគរឈូបែកភ័ក្រមករកយានជីដែលមានបន្ទូលថាជាអ្នកស្រុករបស់លោកទេតើពួកអ្នកស្រុកនគរឈីប្រហែលជាចូលចិត្តខាងលួចទ្រព្យសម្បត្តិរបស់គេណាស់ហើយមើលទៅយានជីងើបឈរឡើងឆ្លើយតបយ៉ាងសុភាពទូលបង្គំធ្លាប់ឮគេនិយាយថាដើមក្រូចដែលគេដាំនៅភាគខាងត្បូងផ្លែរបស់វាមានរសជាតិផ្អែមឆ្ងាញ់ពិសាចំណែកក្រូចដែលដាំនៅភាគខាងជើងទោះជាក្រូចមានពូជដូចគ្នាតែផ្លែរបស់វាបែកជាល្វីងទៅវិញតើហេតុអ្វីបានជាដូច្នេះនោះក៏ព្រោះតែទឹកដីនិងអាកាសធាតុវាខុសគ្នាប្រជារាស្ត្រដែលមានកំណើតនៅក្នុងនគរឈីមិនដែលមាននរណាចេះលួចអ្វីទេតែពេលដែលគេផ្លាស់មករស់ក្នុងនគរឈូគេបែរជាចេះលួចទៅវិញរឿងនេះទូលបង្គំសុំទូលថ្វាយព្រះអង្គថាតើប្រហែលជាបណ្ដាលមកពីអាកាសធាតុទឹកដីបរិយាកាសក្នុងនគរឈូតាក់ទាញឲ្យពួកគេទៅជាមាននិស្ស័យធ្វើចោលបែបនេះទៅដឹងក្រាប់ទូលបន្ទូលរបស់ស្ដេចនគរឈូនិងសម្ដីរបស់យានជីក្នុងថាដាក់ផ្លែផ្កាឲ្យគ្នាសុទ្ធតែជារឿងយកជំនួសភាពចាក់ស្ដែងដែលចាំបាច់ដោយច្បាច់យកតែចំណុចណាដែលនឹងសាក់រឿងមកអត្ថាធិប្បាយប្រការនេះមិនសពនឹងគោលការណ៍របស់តកៅជាឡើយតែរសារយានជីចង់វិបត្តិទៅវិញទៅយករឿងក្រូចមកបកស្រាយថារបស់តែមួយពេលណាស្ថិតក្នុងសភាវៈជំវិញនឹងលក្ខខណ្ឌខុសគ្នារបស់នោះនឹងប្រែប្រួលតាមលក្ខណៈផ្សេងៗគ្នាសភាវៈជំវិញមានឥទ្ធិពលយ៉ាងខ្លាំងលើការប្រព្រឹត្តរបស់មនុស្ស